ដើរលេងចូលឆ្នាំបាញ់ទឹកប៉ាក់ម្សៅជាអត់ផុតទេសក់រឹងក្បាលឡើងកែនឹងអញ្ចឹងគួរធ្វើមិនទៅសល់តែប្រហែលថ្ងៃទៀតចូលឆ្នាំខ្មែរមានកម្រងទៅណានៅដូចឃើញមានអ្នកត្រៀមទៅប្រយុទ្ធនៅសៀមរាបច្រើនហើយបើថាចេញប្រយុទ្ធហើយត្រៀមខ្លួនទៅធានាហ្មងសក់ក្បាលហ្នឹងគឺមើលអត់យល់ទេម្សៅផងទឹកផងសក់ឡើងរឹងហើយតែប្រហែលហ្នឹងគឺក្បាលឡើងកែហើយជ្រុះសក់ទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពី tip 3នៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះកុំភ្លេច share ទុកអនុវត្តតាមណាTip ទី1 កុំភ្លេចធ្វើ scalp exfoliate គឺជាការជំរុះកោសិកាស្បែកក្បាលអ្នកទាំងគ្នាប្រហែលជាធ្លាប់បានឮអំពីការជំរុះកោសិកាចាស់នៅលើមុខនិងដងខ្លួនប៉ុន្តែមានដឹងអត់ថាស្បែកក្បាលយើងក៏ត្រូវការជំរុះកោសិកាចាស់ដែរអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាទៅដើរលេងមានចាក់ម្សៅផងទឹកផងញើសផងដីទូលីអីហ្នឹងកុំភ្លេចធ្វើ scalp exfoliate ដើម្បីសម្អាតនិងជំរុះកោសិកាស្បែកក្បាលយើងឲ្យស្អាតជៀសវាងនឹងការឡើងកែរមាស់ហើយជ្រុះសក់ Tip ទី2ចូលដល់រឿងសក់ម្ដងមិនធម្មតាគេចាក់ម្សៅបាញ់ទឹកទេគឺគេចាប់កក់សក់ឲ្យ free ទៀតក្នុង1ម៉ោងគឺចង់ចូល100 brand ជាអត់ផុតពីសក់រឹងជំពាក់ខូចដាច់អញ្ចឹងដល់ពេលដែលមកដល់ផ្ទះភ្លាមហាមទុកសក់យូរពេកត្រូវកក់សក់ឲ្យស្អាតភ្លាមជាមួយនឹងសាប៊ូដែលអាចជួយផ្ដល់សំណើមសក់ល្អខ្ញុំ recommend សាប៊ូ Clean Hair Damage Shampoo មួយនេះមែនតើពីព្រោះនៅពេលដែលកក់សក់ហើយសក់យើងឡើងទន់សឡូនស្អាតមានសំណើមហើយជួយកាត់បន្ថយសំពងជំពាក់ស្ងួតបានល្អមែនតើវាផ្សំឡើងពីប្រេងជូជូបាសាប៊ូទៅដោយវីតាមីនសារធាតុចិញ្ចឹមនិងអង់ទីអុកស៊ីដង់ខ្ពស់ដែលមិនត្រឹមតែអាចជួយព្យាបាលនិងថែបំប៉នសរសៃសក់យើងទេលើសពីនេះវាក៏ជួយការពារសរសៃសក់យើងពីការបំផ្លាញដោយមជ្ឈដ្ឋានខាងក្រៅទៀត Tip ទី3ហាមរំលងពិសេសគឺមនុស្សស្រីដែលមានសក់វែងសក់ស្ងួតខូចស្រាប់អីហ្នឹងនៅពេលដែលកក់សក់ហើយកុំភ្លេចប្រើក្រែមបន្ទន់សក់ខ្ញុំ recommend ក្រែមបន្ទន់សក់ Clean Keratin នេះមែនតើបើសិនជាអ្នកតើគ្នាអត់ទាន់បានសាកទេគួរតែសាកក្រែមបន្ទន់សក់នេះគឺប្រើឲ្យសក់យើងទន់ខ្លាំងមានសំណើមកាត់បន្ថយសំពងពិសេសគឺវាជួយឲ្យសក់យើងមើលទៅត្រង់ជាងមុនមួយកម្រិតដោយសារតែវាមានផ្ទុកនូវសារធាតុ Keratin ដែលជាប្រភេទ protein សក់ជួយឲ្យសក់យើងត្រង់ស្អាតរលាស់រលោងទៅសៀមរាបលើកនេះដឹងតែច្រកអាពីរនេះទៅជាមួយឲ្យទុកការពារសក់ហើយមានដឹងថា Clean គឺជាម៉ាកផលិតផលរបស់ខ្មែរយើងផលិតនៅក្នុងស្រុកខ្មែរយើងផ្ទាល់ប៉ុន្តែផលិតតាមរូបមន្តនិងស្តង់ដារពីប្រទេសកូរ៉េហើយបានឈរជើងនៅលើទីផ្សារស្រុកខ្មែរយើងអស់ជាង10ឆ្នាំហើយសំខាន់គឺមានតម្លៃសមរម្យខ្លាំងមែនទែនបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ចង់សាកអាចរកទិញបាននៅផ្សារទូទៅឬក៏ផ្សារទំនើបគ្រប់ប្រភេទទូទាំងប្រជាជាតិកម្ពុជាយើងឬក៏អាចទំនាក់ទំនងទៅកាន់ page ផ្លូវការរបស់ Clean Cambodia ហ្មងក៏បានដែរមានចម្ងល់អីបន្ថែមឬក៏ចង់បាន tip អីផ្សេងទៀតអាច comment នៅខាងក្រោមវីដេអូបានណាហើយចាំជួបគ្នានៅក្នុងវីដេអូក្រោយអរគុណបាយបាយ